សួស្តីអ្នកទាំងអស់គ្នាខ្ញុំជម្រាបសួរលោកគ្រូថ្ងៃនេះខ្ញុំមកធ្វើការបង្ហាញពីរបៀប install Ubuntu នៅលើ Visual Box ដើម្បីយើង install បានយើងត្រូវមាន file ឬក៏ OS របស់ Ubuntu សិនដើម្បីបានយើងត្រូវចូល browser Ubuntu server alternative download ដើម្បីជ្រើសរើស version មួយណាដែលយើងចង់download មាន22និង24ប៉ុន្តែខ្ញុំបាន download ដល់22រួចហើយអញ្ចឹងយើងចូលទៅ Virtual Box យើងទាំងអស់គ្នាដើម្បីកើត VM ថ្មីដើម្បី boot OS Ubuntu យើងចូលយើងដាក់ឈ្មោះ VM ថ្មីយើងមួយសិនមក Ubuntu server យើងជ្រើសរើសទីតាំងដើម្បីដាក់ VM ថ្មីរបស់យើងចូលទីនេះ Ubuntu server ខ្ញុំបានកើត folder ថ្មីមួយស្រាប់ហើយយើងចូលទៅស្វែងរក ISO image ឬក៏ file ដែលយើងបាន download បែបម៉េច22តបមកយើងកើត user យើងថ្មីមួយមក user យើងអាចខ្វែងអក្សរធំបានទេយើងត្រូវសេអក្សរតូចទាំងអស់ password ដូចគ្នាតបមកយើង specify virtual hardware របស់យើងសូមយក CPU យើងយក4 core memory យើងយក 2GB បានវិស័យយើងយក 50G មកហើយយើងចុច finish ខ្ញុំចង់វាផ្លែវាកំពុងតែ power up VM ថ្មីយើងវាកំពុងតែ install Ubuntu ចូល VM ថ្មីយើងហើយវាកំពុងតែធ្វើការ install Ubuntu យើងត្រូវរងចាំវាយ៉ាងយូរបន្តិចអញ្ចឹងខ្ញុំសូមstop video មួយសិនបាទហើយវា install ជិតរួចរាល់ហើយខ្ញុំនឹងធ្វើការបង្ហាញ comment 2ដូចជា QMI និង PWD ហើយចង់វា implement ឥឡូវយើងធ្វើការ login ចូល user របស់យើងមកខ្ញុំ password ហើយយើងធ្វើការ clear មួយcomment មុនគេគឺ QMI វាសម្រាប់ចង់ដឹងថាយើងនៅក្នុង user មួយណានេះក្នុង user របស់ខ្ញុំគឺឈ្មោះ Shilong ដកមកទីទៀត PWD ពេញ present working directory វាសម្រាប់ប្រើយើងកំពុងតែធ្វើអ្វីហើយយើងឈរនៅកន្លែងមួយណាហើយប្រើ user មួយណាបាទការបង្ហាញរបស់ខ្ញុំមានតែប៉ុណ្ណឹងសូមអរគុណសូមជម្រាបលា